ដល់រដូវកាលសម្បូរផ្លែកលែនហើយបងប្អូនតោះមកមើលពីវិធីធ្វើទឹកកលែនកំប៉ុងទាំងអស់គ្នារសជាតិវិញធ្វើឲ្យមិនចាញ់ទឹកកលែនកំប៉ុងប្រហែលទេហើយយើងធ្វើខ្លួនឯងអញ្ចឹងចង់ឆ្ងាញ់ជាងទឹកកលែនកំប៉ុងទៀតផងវិធីធ្វើអត់មានអីពិបាកឯងបងប្អូនយើងទិញទឹកកលែនស្រស់1គីឡូមកទិញ1គីឡូដូចជាប្រហែលជា10000អីហ្នឹងហើយប្រើស្ករក្រាមចំនួនកន្លះគីឡូបងប្អូនអត់មានស្ករក្រាមប្រើស្ករសក៏បានដែរគ្រាន់តែវាមិនសូវឆ្ងាញ់ហើយវាផ្អែមមុតជាងស្ករក្រាមអញ្ចឹងណាជំហានដំបូងយើងត្រូវកាត់សណ្ដងផ្លែកលែនរបស់យើងយកវាទៅលាងទឹកទាំងសម្បកម្សៅសិនយល់ល្អបងប្អូនលាងឲ្យបានច្រើនទឹកទៅល្អលាងទឹកទេវាអាចមានជាប់កតិកទីអីចឹងណារួចហើយបងប្អូនធ្វើការដាំទឹកកន្លះឆ្នាំងឲ្យពុះដើម្បីស្ងោរផ្លែកលែនរបស់យើងរយៈពេលស្ងោរនេះខ្ញុំស្ងោរអស់1នាទីកន្លះយើងស្ងោរវាម្សៅជាមួយនឹងសបកអញ្ចឹងដើម្បីរក្សាជាតិផ្អែមពីទឹកកលែនហើយថែមទាំងទុកបានយូរទៀតផងបើមិនជាបងប្អូនអត់ស្ងោរវាម្សៅអញ្ចឹងទេធ្វើទឹកកលែនទៅឆាប់ខូចណាស់ហើយយើងស្រង់ផ្លែកលែនរបស់យើងយកមកត្រាំជាមួយនឹងទឹកកកតែម្ដងត្រាំទឹកកកធ្វើឲ្យសាច់កលែនរបស់យើងគឺនៅតែស្រួយហើយឆ្ងាញ់ពេលញ៉ាំទៅសាច់ដូចនៅស្រស់ដូចជាកលែនស្រស់អញ្ចឹងបងប្អូនទុកផ្លែកលែនមកយើងត្រាំជាមួយនឹងទឹកកកនេះចោលឲ្យវាត្រជាក់ល្អហើយចាំយើងធ្វើការបកវាបកសបកចេញហើយបងប្អូនយកកត្រៃដូចខ្ញុំអញ្ចឹងដើម្បីកាត់ក្របវាចេញស្រួលយើងកាត់ច្រឹបកន្លែងស្ដង់វាមករួចហើយខ្វេះក្របវាចេញគឺសាច់ផ្លែកលែនរបស់យើងគឺនៅទាំងមូលអត់បែកសាច់ទេបងប្អូនមើលទៅតាមវីដេអូរបស់ខ្ញុំទៅគឺផ្លែកលែនរបស់ខ្ញុំកាត់ក្របចេញអស់ហើយគឺនៅសល់សាច់ទាំងមូលតែម្ដងគឺស្អាតដូចទឹកកលែនកំប៉ុងអញ្ចឹងបើថាយកកវិតយកអីឆ្កឹះគឺដឹងតែដាច់សាច់ហើយតែបើថាយកកត្រៃខ្វេះគ្រាប់ដូចខ្ញុំអញ្ចេះគឺបានសាច់នៅទាំងមូលតែម្ដងហើយបករួចហើយបងប្អូនត្រូវយកសាច់កលែននេះមកត្រាំជាមួយនឹងទឹកកកម្សៅទៀតណាប៉ុន្តែត្រាំវាតែមួយផ្លែទៅបានហើយរួចហើយយើងដាំទឹក1លីត្រដើម្បីធ្វើទឹកស្ករយើងដាក់ទឹកដាំហើយដាក់ស្លឹកតើយដើម្បីយកក្លិនឈ្ងុយហើយចាក់ស្ករក្រាមចូលទាំងអស់តែម្ដងរួចហើយថែមអំបិលម្ជិបបងប្អូនធ្វើទៅតាមរូបមន្តខ្ញុំមកទឹក1លីត្រស្ករកន្លះគីឡូគឺថាផ្អែមល្មមឆ្ងាញ់អត់ផ្អែមពេកអត់សាពេកដូចទឹកកលែនកំប៉ុងដែលគេធ្វើទេហើយមិនដឹងថាគេដាក់អីទៀតហើយកលែនរបស់យើងត្រាំជាមួយនឹងទឹកកកមួយផ្លែដែរយើងមកស្រង់ផ្លែកលែនចេញសិនចេញស្រង់ចេញពីទឹកកកឲ្យវាស្រក់ទឹកល្អអញ្ចឹងណាហើយយើងត្រាំទឹកកកសុទ្ធតែម្ដងមិនមែនត្រាំទឹកកកឲ្យលាយទឹកឲ្យលាយទេណាហើយមើលសាច់កលែនរបស់ខ្ញុំដែលខ្ញុំឆ្កឹះជាមួយកវិតក៏មានបែកខ្លះដែរពេលហ្នឹងទឹកស្ករខ្ញុំចាប់ផ្ដើមពុះហើយពេលពុះបងប្អូនត្រូវបិទទុកឲ្យវាត្រជាក់សិនបងប្អូនអាចយកទៅដាក់ទាំងក្តៅបានទេគឺថាត្រជាក់សឹបតែម្ដងពេលហ្នឹងយើងយកផ្លែកលែនរបស់យើងដែលស្រង់មុនហ្នឹងយកមកចាក់ចូលក្នុងកែវឬក៏កំប៉ុងអីមួយក៏បានដែរចាក់ផ្លែកលែនរបស់យើងចូលមកពេញតែម្ដងហើយចាក់ទឹកដែលយើងដាំទុកឲ្យត្រជាក់នោះចូលឲ្យលិចផ្លែកលែននេះទឹកស្ករនេះអាចធ្វើបានផ្លែកលែន2គីឡូបងប្អូនហើយក្នុងវីដេអូនេះខ្ញុំធ្វើផ្លែកលែនតែ1គីឡូទេនៅសល់ទឹកស្ករប្រហែលជាពាក់កណ្ដាលទៀតអាចធ្វើបាន1គីឡូទៀតនៅពេលក្រោយហើយបងប្អូនមកមើលទឹកកលែនរបស់ខ្ញុំគឺថាសាច់វាដូចកលែនស្រស់អញ្ចឹងអត់ដឹងថាធ្វើតំណាប់ហើយស្ងោរហើយណាបងប្អូនចាក់វាត្រាំទៅហើយពេលទៅត្រជាក់គឺអាចញ៉ាំបានភ្លាមៗមិនបាច់ចាំបាច់ទុកយូរទេហើយរសជាតិឆ្ងាញ់ណាស់បើមិនជឿមកស្ដាប់សម្ដីពិតរបស់អតិថិជនរបស់ខ្ញុំព្រោះអីគាត់អ្នកភ្លក់មុនគេញ៉ាំហ៎ឲ្យម៉ានលើ10មកវ៉ាវបាន10បន្ទុកបងប្អូនហើយធ្វើទុកញ៉ាំទាំងអស់គ្នាទៅព្រោះថាវាឆ្ងាញ់មែនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះដល់ចប់កុំភ្លេចចុច like Subscribe និង Follow Page ម្នាក់មួយផងណា Thank you បាយបាយ